ខ្ញុំបានផ្ទះឆ្ងាញ់កោដុតរន្ធត់ចិត្តណាស់នៅពេលដែលទទួលបានព័ត៌មានថាមានពលរដ្ឋខ្មែរយើងអ្នកខ្លះក៏រងគ្រោះអ្នកខ្លះក៏ទទួលមរណភាពដោយការបាក់រលំអគារនៅក្នុងប្រទេសថៃដោយហេតុការរញ្ជួយដីពីម្សិលមិញនេះខ្ញុំបាទសូមចូលរួមសោកស្ដាយនិងរំលែកទុក្ខពីចម្ងាយផងដែនដីខ្មែរប្រែថាសវណ្ណភូមិជាដែនដីនៃមាសប្រាក់ជាដែនដីនៃត្បូងពេជ្រក្នុងទឹកមានត្រីលើគោកមានព្រៃក្នុងដីមានរ៉ែទន្លេស្ទឹងបឹងបួរពាសពេញប្រទេសជាដែនដីនៃសុខសុវត្ថិភាពរួចចាក់ផុតពីគ្រោះរញ្ជួយដីខ្យល់ព្យុះបន្ទុះភ្នំភ្លើងបងប្អូនទាំងអស់គ្នាបានកើតលើទឹកដីដ៏ល្អពិសិដ្ឋនេះហើយមិនគួរណាឡើយអាភ័ព្វទៅរងគ្រោះនិងខូចបង់ជីវិតនៅស្រុកគេអញ្ចឹងសោះព្រោះតែជីវភាពព្រោះតែសងបំណុលបងប្អូនសុខចិត្តព្រាត់ប្រាសប្តីព្រាត់ប្រពន្ធព្រាត់កូនព្រាត់ម៉ែឪទៅធ្វើការនៅស្រុកគេហើយព្រាត់លើកនេះគឺព្រាត់ស្លាប់ព្រាត់ហៅលែងឮសួរលែងឆ្លើយព្រាត់រហូតហើយសូមវិញ្ញាណក្ខន្ធបងប្អូនបានទៅដល់សុគតិភព